เป็นទាំងតារាកិត្តិយសរួមជាមួយនឹងបាទតារាចម្រៀងនៅក្នុងការប្រកួតប្រជែងសុទ្ធតែមានទឹកដងសំនៀងពីរោះដូចគ្នាប៉ុន្តែមិនទាន់ដឹងថាតើការយល់ឃើញរបស់បាទគណៈមេរៀបយករបស់យើងលោកយល់ឃើញយ៉ាងណានោះទេដូច្នេះសូមក្រុមអញ្ជើញលោកគ្រូសំសំអាងរណាស្វាគមន៍ត្រឡប់មកកម្មវិធី The Best Star រដូវកាលទី2បាទខ្ញុំនៅចាំថារណាជាតារាចម្រៀងយុវវ័យមួយដែលមានទឹកដមសម្លេងល្អណាស់ពីរដូវកាលទី1នេះបាទហើយខ្ញុំសប្បាយចិត្តណាស់ដែលឃើញរណាត្រឡប់មកវិញហើយនឹងបកស្រាយបទនេះជាមួយ Farida សំគ្នាជាតារាយុវវ័យ2ដួងដែលជាតារាមួយមានទេពកោសល្យខ្ពស់ទាំងពីរអ្នកខ្ញុំសូមសរសើរហើយនឹងការបកស្រាយបទនេះទៀតគឺថាបកស្រាយបានល្អមែនតើខ្ញុំគ្រាន់តែសូមរំលឹកម្ដងទៀតជាពិសេស Farida ដែលបន្តទៅទៀតនៅក្នុងកម្មវិធីនេះគឺថាទាំង5ដួងដែលបន្តនេះគឺថាដូចក្នុងការរត់ប្រណាំងគ្នាអញ្ចឹងគឺថារត់មកគៀកគ្នាមែនតើដូច្នេះម្នាក់នឹងអាចនៅមុខគេនៅក្រោយគេបន្តិចបន្តួចទោះបីពេលឥឡូវហ្នឹងគឺថាយើងបានច្រៀងល្អសម្ដែងល្អទាំងពីរអ្នកហ្នឹងបើយើងមើលមែនតើទៅយើងឃើញថាទឹកដមសម្លេងក៏មានធម៌ពលសម្លេងក៏មានចង្វាក់ហ្នឹងក៏ត្រូវហើយការលើកដាក់សម្លេងនេះគឺថាចំណត់ចំតង់ហ្នឹងគឺថាសឹងតែគ្រប់ណត់ទាំងអស់តែម្ដងនេះជាគុណភាពដ៏ល្អសម្រាប់អ្នកទាំងពីរជាពិសេស Farida ដូច្នេះខ្ញុំសូមជូនពរ Farida នៅក្នុងកម្មវិធីជាបន្តសូមឲ្យបានជោគជ័យបាទសូមអរគុណសូមអញ្ជើញលោកមេងបន្លឺគឺគ្នានៅ New Zealand បាទទាំងពីរនាក់គឺបកស្រាយបានពីរោះមែនតើហើយគឺគ្មានចំណុចខ្វះខាតទេបងក៏សូមជូនមតិយោបល់មួយចំពោះ Farida ត្រូវចងចាំពាក្យមួយថាប្រហែសបាត់ប្រយ័ត្នគង់អញ្ចឹងបាទពានរង្វាន់នៅខាងមុខគឺរងចាំ Farida និងរងចាំដួងតារាទាំង5ដួងនេះដូច្នេះតើដួងតារារូបណាដែលបានទទួលនឹងពានរង្វាន់ពឹងនៅលើសមត្ថភាពរបស់ខ្លួនយើងដូច្នេះខ្លួនត្រូវទីពឹងខ្លួនដូចពាក្យចាស់លោកថាអញ្ចឹងចំពោះរណាសូមជូនពរបាទគឺថាកាន់តែរីកចម្រើនតែបងអូនគុំស្កប់ស្កល់ដោយលោកគ្រូធ្លាប់មានប្រសាសន៍អញ្ចឹងបន្ថែមអាជីពនៅផ្នែកសិល្បៈផ្សេងទៀតណាសូមជូនពរឲ្យទទួលជោគជ័យបាទទស្សនិកជនលោកអ្នកក៏អាចចូលរួមផ្ញើសារគាំទ្រដល់ដួងតារាដែលលោកអ្នកពេញចិត្តផងដែរប្រសិនបើពេញចិត្តឲ្យកញ្ញា Farida ក្លាយទៅជាតារាចម្រៀងដែលមានប្រជាប្រិយភាពប្រចាំឆ្នាំ2015នៅក្នុងកម្មវិធីរបស់យើងសូមចុច A3 រួចផ្ញើទៅកាន់លេខ2202តាមរយៈប្រព័ន្ធ Medphone Smart និង Beeline នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ពីកម្មវិធីរបស់យើងចុះខ្លួនជាបន្តកញ្ញា